ណាគេច្រើនមែនបោះគេទាត់មកបោះគេហើយនេះបោះអ៊ំចឹងទៅបាទមកសាដល់ឡើងរើសចាយនេះអ៊ំទៅដើររើសយកមកច្រកដាក់ហ្នឹងទៅចាទុកហ្នឹងឲ្យដកបានច្រើនបានច្រកបេធំហ្នឹងទុកណាតោះអ៊ំឥឡូវទៅឡើងនេះមកលុបហ្នឹងហ៎បាទក៏ឲ្យឃើញឲ្យស្គាល់បាទមកឲ្យដឹងលើកមុនមិនដែលបានមកដល់នេះទេឥឡូវបានមកដល់ហើយបាទផ្ទះខ្ញុំនេះហ៎ចាតែមានកូនគីគីនេះចាគីគីអូអ៊ំពុំនេះបាទបានមកដល់ឆាំដែរចាហេចៅម៉ាក់អ្នកហើយចៅទៅណាហើយចៅទៅរៀន2នាក់ណាចាអូគីគីច្រើនហើយនេះអេតចាយដែលអ៊ំទៅរើសចឹងយកមកច្រកទុកចឹងទៅតែអេតចាយខ្ញុំលោកគ្រូមើលសុំទៅមើលបន្តិចមើលជ្រុលមកដល់នេះមើលអស់ណាអ៊ំណាចាក្លុកកលិតអីឲ្យចែកឲ្យអ៊ំយាយតាមីងពូគាត់បានឃើញហ្នឹងបាទតែព្រឹកមិញគេមកនេះលោកគ្រូគេមកថ្លឹងយកអូគេថ្លឹងទិញអីទៅខ្លះហើយណាហើយនេះទៅរើសមកទៀតអូចូលខាងណាគេច្រើនមែនបោះគេទាត់មកបោះគេហើយនេះបោះអ៊ំចឹងទៅបាទមកសាដល់ឡើងរើសចាយនេះអ៊ំទៅដើររើសយកមកច្រកដាក់ហ្នឹងទៅចាទុកហ្នឹងឲ្យដកបានច្រើនបានច្រកបេធំហ្នឹងទុកណាតោះអ៊ំឥឡូវទៅឡើងនេះមកលុបហ្នឹងហ៎បាទក៏ឲ្យឃើញឲ្យស្គាល់បាទមកឲ្យដឹងលើកមុនមិនដែលបានមកដល់នេះទេឥឡូវបានមកដល់ហើយបាទខ្ញុំអរគុណតាំងម្ចាស់ជំនួយដែលខំជាយាមឲ្យលុយឲ្យកាក់មកតាមរយៈលោកគ្រូ2នាក់ដែលមកជួយខ្ញុំឥឡូវទៅឡើងមកលុបសិនអ៊ំចាំសួរទៀតខ្ញុំបាទចាំបាទនងបើដាក់នោះអត់មានកន្លែងដាក់លោកគ្រូអូនៅនេះដាក់ទៅជាអៀតបាទត្រូវហើយអានេះដាក់កំប៉ុងដាក់ក្នុងផ្ទះហ្នឹងបាទមកឥឡូវអ៊ំអង្គុយលើនេះមកណាចៅស្រីទៅណាបាត់ហើយអូមកណាចៅមិញទៅណាបាត់ហើយចៅស្រីថាណាមកណាមកចិត្តយាយហ្នឹងមួយនោះនៅស្ពីនអត់អីទេគាត់មកឡើងអង្គុយចិត្តយាយមើលអូសឿនតិចបាទអ៊ំពូមេងលោកយាយលោកតាមិញនេះបានឃើញនៅទស្សនភាពដែលនៅខាងដើមសហគមន៍ដង4ហើយឥឡូវនេះខ្ញុំដើរមកដល់នេះដល់ដង6emណាដង6ទៅខាងនោះដង3ដង5ដង2បាទគាត់នៅសហគមន៍ជាមួយគ្នាចិត្តជាប់គ្នាទេមិញសកម្មភាពដែលខ្ញុំបាទសម្បត្តិជនហើយនឹងអ៊ំស្រីបាទធ្វើដំណើរពីលើមកដល់មកចង់ដឹងមកដល់ផ្ទះគាត់ហើយខ្ញុំបានតាក់ទងតាមលោកពូទានសហគមន៍តាមអីបានឃើញបានស្គាល់ស្ដាប់ព័ត៌មានហើយមកផ្ដិតយកទស្សនភាពផ្ទាល់នៅទីកន្លែងដែលអ៊ំគាត់រស់នៅទៀតដើម្បីចែកម្លែកក៏ដូចជាបង្ហាញជូនទៅអ៊ំមីងពូបងសប្បុរសជនម្ចាស់ជំនួយឲ្យបានឃើញថាការពិតបាទអ្វីដែលអ៊ំស្រីនិយាយកន្លែងរើសចាយករងបាវដែលគាត់ដើររើសចាយកូនឈើអ្វីដែលអ៊ំគាត់និយាយប្រាប់ខ្ញុំបានផ្សាយទៅកន្លងទៅគឺជាការពិតទាំងអស់ហើយកន្លងទៅក៏មានអ៊ំមីងពូសប្បុរសជនបានជួយដល់អ៊ំស្រីហើយដល់ឡែកសម្រាប់ថ្ងៃនេះខ្ញុំមានម្ចាស់ជំនួយបាទដែលជាសប្បុរសជនចិត្តបនចិត្តធរដែលគាត់រស់នៅសហរដ្ឋអាមេរិកបាទគឺអ៊ំប្រុសសួសសាហ៊ឿនអ៊ំស្រីខៃសារ៉េតបាទនិងក្រុមគ្រួសារបុត្រាបុត្រីប្រសាបង្កើតចៅប្រុសចៅស្រីចៅទូតចៅលូតចៅលាទាំងអស់របស់អ៊ំបាទហើយនឹងមួយទៀតគឺកូនប្រុសរបស់គាត់បាទបងប្រុសសូចិត្រាបាទនិងភរិយាព្រមទាំងក្រុមគ្រួសារបាទកូនចៅរបស់គាត់ទាំងអស់បាទដែលអ៊ំក្តីអ៊ំប្រុសអ៊ំស្រីក៏ដូចជាបងប្រុសបងស្រីបាទសាច់ញាតិបងប្អូនគាត់ទាំងអស់រស់នៅទីក្រុង Richfield រដ្ឋ Minnesota សហរដ្ឋអាមេរិកបាទគាត់បានមើលខ្សែវីដេអូអ៊ំណាអ៊ំណាតែខ្ញុំផ្សាយទៅថតទៅតាំងពី3លើកមុនអ៊ំរើសចាយអ៊ំអីតាមផ្លូវតាមអីបាទហើយអញ្ចឹងទៅគាត់អាណិតអាសូរអ៊ំគាត់ជួយឧបត្ថម្ភអ៊ំដឹងតែគាត់ជួយអីខ្លះហើយអ៊ំចាអត់ដឹងទេខ្ញុំប្រាប់ឲ្យអ៊ំសប្បាយដឹងសប្បាយហើយបាទគាត់ថាវិការដែលគាត់ឲ្យខ្ញុំយកមកជួយអ៊ំណាអត់តន់ចំណាយអ៊ំណាបាទឲ្យខ្ញុំជួយអ៊ំ$200អរគុណណាស់លោកឲ្យម្ចាស់ជំនួយឈ្មោះអ៊ំប្រុសសួសសាហ៊ឿនអ៊ំប្រុសឈ្មោះសាហ៊ឿនអ៊ំស្រីឈ្មោះខៃសារ៉េតហើយនឹងកូនគាត់មួយទៀតឈ្មោះសូចិត្រាសូមឲ្យជូនពរបានសេចក្តីសុខ
មានអាយុយូរការងារប្រកបឲ្យចេះតែបានជោគជ័យខ្ញុំអរខ្លាំងណាស់ដូចរំភើបចិត្តខ្លាំងណាស់ដែលលឺផ្ញើលុយផ្ញើកាក់មកឲ្យខ្ញុំដែលនៅក្រីក្រនៅក្នុងស្រុកខ្មែរនេះសូមអរគុណខ្លាំងណាស់សូមឲ្យម្ចាស់ជំនួយនឹងមានសុខភាពបរិបូរណ៍ល្អការងារចេះតែប្រកបទៅលលូនបានជោគជ័យជាស្ថាពរអាយុវែងបាទសាធុឥឡូវកូននៅផ្ទះអស់នៅអមនៅហ៎កូនខ្ញុំមិននៅហ៎ចានៅតែពេញធុងខ្ញុំដាក់ធុងហើយថ្ងៃនេះខ្ញុំទិញអង្គឲ្យអ៊ំ2ការុង1ការុង25គីឡូដូចលើកមុនណាតែទិញ2ការុង50គីឡូអរគុណបាទហើយទិញម្ហូបទិញមាន់បង្វិលមួយទិញត្រីដុតមួយទៀតឲ្យអ៊ំវិសាមួយចៅមួយកូនអរគុណក្រៅពីហ្នឹងមានទឹកស៊ីអ៊ីវគ្រឿងបរិភោគមិនតិចទេអញ្ចឹងហើយនៅសល់ប៉ុន្មានគឺទុកលុយឲ្យអ៊ំនេះខ្ញុំទុកឡើងប៉ោងកប៉ៅហៅប៉ៅខោនេះក្តាស់10000ក្តាស់5000អីតិចទៀតទៅ surprise អ៊ំសប្បាយចិត្តឥឡូវអ៊ំរំភើបអីសិនហើយឥឡូវពេលអាសៀលដែរហើយថ្ងៃហ្នឹងសម្រាប់រើសចាយមួយថ្ងៃចាត់ទុកថាខ្ញុំសុំអ៊ំហ្មងណាបាទរៀបម្ហូបអាហារមួយចៅមួយកូនចៅមកពីរៀនម៉ោងប៉ុន្មានចៅ2នាក់ទៀតម៉ោង5ចៅមកពីរៀនម៉ោង5ញ៉ាំបាយពិសាបាយជុំគ្នាមួយចៅមកពេលឲ្យមានក្តីសុខណាអ៊ំណាឲ្យបានផលបុណ្យទៅម្ចាស់ជំនួយតាអ៊ំស្រីហើយនឹងចៅកូនបានពិសាឆ្ងាញ់ហ្នឹងហ្នឹងមានម្ហូបមានត្រីមានមាន់ចាឥឡូវបានមកជួបអ៊ំប៉ុណ្ណឹងដឹងសុខទុក្ខគ្នាប៉ុណ្ណឹងស្គាល់ក្លុកកលែងចែកម្លែកឲ្យមីងពូជាពិសេសអ៊ំប្រុសសួសហឿនអ៊ំស្រីខែសារ៉េតបាទហើយនឹងបងបាទបងសូចត្រាក្រុមគ្រួសារសាច់ញាតិកូនចៅរបស់អ៊ំរបស់បងទាំងអស់បាទដែលរស់នៅទីក្រុង Richfield រដ្ឋ Minnesota សហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយថវិកាជំនួយគាត់ដែលវេសរុបមកគឺ230ឯណោះប៉ុន្តែគាត់ឲ្យខ្ញុំដកជួយឧបត្ថម្ភមកគ្រួសារអ៊ំតែ200បាទ200ទិញស្បៀងតែអស់តែ50ឯអ៊ំណានៅសល់លុយ600000ទៀតបាទ600000ច្រើនអ៊ំនឹងរើសចាយមួយថ្ងៃ2-3ខែរើស2-3ខែអ៊ំណា3ខែក៏បាទមួយខែនេះប្រាប់អញគេថ្លឹងទៅបានតែ100,000មួយខែ100,000ចាចុង6ខែណាបានគ្រប់60,000ហ្នឹង8ខែណាបានគ្រប់80200ហើយឡើយគាត់ជួយបនអ៊ំដែរហើយបនគាត់ដែរដែលគាត់ជួយមកឲ្យគាត់រស់នៅអីសហរដ្ឋបាទសហរដ្ឋអាមេរិកមានសេចក្តីសុខហើយចេះតែប្រកបការងារបានជោគជ័យទៅអាយុវែងហើយជួបជុំទៅក្រុមគ្រួសារបងប្អូនកូនចៅជួបជុំកុំឲ្យមានជំងឺឈឺស្កាត់អីឲ្យជាទៅណាលោកគ្រូណាជួយឲ្យបានសេចក្តីសុខទាំងអស់គ្នាទាំងលោកគ្រូទាំងពីរនាក់ដឹកនាំពំយួរខ្ញុំឲ្យខ្ញុំមកគុណណាលោកគ្រូអ៊ំអត់ទទួលចាស់ទេបាទក៏អរគុណបាទហើយខ្ញុំឲ្យបាបក្មួយអរគុណ